តើអ្នកទាំងអស់គ្នាមានដឹងអត់កាលពី59លានឆ្នាំមុនហ្នឹងព្រៃទឹកភ្លៀងនៅប្រទេសកូឡុំបៀបច្ចុប្បន្ននេះគឺជាជម្រកនៃសត្វល្មូនយក្សពពួកអណ្ដើកដែលលាក់ខ្លួនក្នុងវាលភក់រួមនឹងសន្ធឹកក្រពើបុរាណដែលកំពុងលេបត្របាក់ចំណីជាទស្សនីយភាពប្រចាំថ្ងៃនៃប្រព័ន្ធអេកូសាសនាសម័យនោះប៉ុន្តែសត្វល្មូនធំជាងគេបង្អស់ដែលបានលាក់ខ្លួនក្នុងប្រព័ន្ធអេកូសាសនោះគឺជាពូយក្ស Titanoboaសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីពូយក្ស Titanoboa ដែលបែងចែកជា5ចំណុចផ្សេងគ្នារួមមានប្រវត្តិនៃការស្វែងរកឃើញ fossil របស់វាទំហំដ៏មហិមាការរស់នៅនិងសំខាន់ជាងគេនោះគឺមូលហេតុនៃការវិវត្តខ្លួនធំបែបនេះនិងចុងក្រោយខ្ញុំនឹងនិយាយអំពីការផុតពូជរបស់វាអញ្ចឹងយើងមកស្គាល់អំពីពូនេះទាំងអស់គ្នានាដើមទសវត្សរ៍ឆ្នាំ2000និស្សិតបារាំងវិទ្យាម្នាក់គាត់បានរកឃើញ fossil របស់សត្វពស់មួយប្រភេទដែលគេមិនដែលស្គាល់និងមិនធ្លាប់រកឃើញពីមុនមកនោះទេទីកំណើតនោះស្ថិតក្នុងប្រទេសកូឡុំបៀក្បែរព្រំប្រទល់ប្រទេសវេណេស៊ុយឡាវាមានឈ្មោះថា Cerrejón ដែលធ្លាប់ជាដងរ៉ែឈូងថ្មដ៏ធំមួយ fossil ដែលគេបានរកឃើញហ្នឹងគឺជាឆ្អឹងកងខ្នងដែលស្រដៀងទៅនឹងឆ្អឹងពស់ Anaconda ប៉ុន្តែមានទំហំធំជាងដាច់តែម្ដងប៉ុន្តែគេមិននឹកស្មានទេថាការរកឃើញមួយនោះគឺជាសញ្ញាដំបូងនៃការរកឃើញសត្វពស់ដែលមានទំហំធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ផែនដីនោះទេនៅពេលដែលអ្នកទាំងអស់គ្នាគិតអំពីពស់ធំៗអ្នកប្រហែលនឹកឃើញដល់ពស់ Anaconda ដែលមានប្រវែង7ទៅ9ម៉ែត្រតែ Titanoboa មានប្រវែងរហូតដល់13ម៉ែត្រឬមានប្រវែងប្រហែល Dinosaur T-Rex មួយក្បាលនិងមានទម្ងន់ជាង1តោនឯណោះទិន្នន័យនេះបានមកពីការសិក្សាលើ fossil ជាង100ដែលរួមមានឆ្អឹងជំនីឆ្អឹងកងខ្នងនិងឆ្អឹងលលាក្បាលរបស់សត្វពស់ប្រភេទនេះចំនួន28ក្បាលផ្សេងៗគ្នាផ្អែកតាម fossil ទាំងនោះដែរគេអាចសន្និដ្ឋានបានថាពូយក្សនេះក្នុងអំបូរពស់ Boidae ដែលរស់នៅលើផែនដីកាលពី59លានឆ្នាំមុនអំបូរពស់ Boidae នេះដែររួមមានពស់ Anaconda និងពស់ថ្លាន់ជាដើមក្នុងប្រព័ន្ធអេកូសាសដ៏សម្បូរបែបនេះ Titanoboa មិនខ្វះឡើយនៅជម្រើសចំណីអាហារប៉ុន្តែនៅពេលដែលគេសិក្សាអំពីលលាក្បាលរបស់វាគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែរបបអាហាររបស់វាដែលគេបានរកឃើញពស់ភាគច្រើនថ្មីរបស់វាជាប់យ៉ាងរឹងមាំទៅនឹងឆ្អឹងក្រៀមប៉ុន្តែ Titanoboa វិញមានភាពរលោងមិនសូវជាប់នោះទេដែលមានលក្ខណៈដូចគ្នាទៅនឹងពស់ដែលមានជំនាញចាប់ត្រីជាអាហារនាយុគសម័យបច្ចុប្បន្នលក្ខណៈទាំងនេះហើយបានលាតត្រដាងថា Titanoboa ជាអំបូរ boa ដំបូងគេនិងតែមួយគូដែលស៊ីត្រីជាអាហារហើយវាជាពស់ដែលចំណាយពេលវេលារស់នៅក្នុងទឹកនិងវាលភក់ច្រើនជាងនៅលើគោកស្រដៀងគ្នាទៅនឹង Anaconda ដែរដំបូងយើងត្រូវដឹងថាតំបន់ Cerrejón បានកកើតឡើងតែប្រមាណលានឆ្នាំប៉ុណ្ណោះបន្ទាប់ពីការធ្លាក់ឯកកាយដែលធ្វើឲ្យផុតពូជសត្វ Dinosaur ស្ទើរតែទាំងអស់ហើយវាស្ថិតនៅក្នុងតំបន់ Equator ដែលមានសភាពក្តៅហើយសើមស្របពេលជាមួយគ្នានោះដែរផែនដីមានការឡើងកម្ដៅយ៉ាងខ្លាំងដោយសារការកើនឡើងនៃឧស្ម័នកាបូនិកសត្វល្មូនស្ទើរតែទាំងអស់ជាប្រភេទសត្វឈាមត្រជាក់ដូច្នេះហើយកម្ដៅខ្លួនប្រាណរបស់វាគឺអាស្រ័យទៅនឹងបរិយាកាសនៃមជ្ឈដ្ឋានរស់នៅរបស់វាជាលទ្ធផលប្រព័ន្ធរំលាយអាហាររបស់វាក៏ប្រែប្រួលទៅតាមនោះដែរប្រព័ន្ធរំលាយអាហារវាលឿននៅពេលអាកាសធាតុក្តៅនាំឲ្យការលូតលាស់របស់វាក៏កាន់តែធំដូចគ្នាដូចនេះហើយគេជឿថាការឡើងកម្ដៅយ៉ាងខ្លាំងរបស់ផែនដីในយុគសម័យនោះគឺជាកាតាលីករនាំឲ្យ Titanoboa វិវត្តខ្លួនធំបែបនេះTitanoboa មានវត្តមានលើផែនដីតែ2ទៅ3លានឆ្នាំប៉ុណ្ណោះនាយុគសម័យ Pliocene Epoch នាពេលដែលផែនដីឡើងកម្ដៅយ៉ាងខ្លាំងប៉ុន្តែក្រោយមកស្ថានភាពក៏ចុះថយទៅវិញជាបន្តបន្ទាប់ដែលធ្វើឲ្យ Titanoboa មិនអាចសម្របខ្លួនបាននោះទេគ្រប់យ៉ាងលើផែនដីមិនអាចថិតថេរបាននោះទេដូចគ្នាទៅនឹង Titanoboa ដែរដែលវាបានផុតពូជទៅដោយសារស្ថានភាពចុះថយខ្លាំងពេកជាបន្តបន្ទាប់រឿងរ៉ាវរបស់ Titanoboa បានបញ្ចប់ទៅហើយប៉ុន្តែវាបានដាស់តឿនយើងថាយើងគ្រប់គ្នាគឺជាសមិទ្ធផលរបស់ធម្មជាតិដែលត្រូវបានកែច្នៃតាមមជ្ឈដ្ឋានដែលយើងកំពុងរស់នៅហើយនាចុងក្រោយជីវិតយើងនឹងត្រូវបញ្ចប់ទៅវិញដោយសារធម្មជាតិដូចគ្នា